យើងនឹងបំងទៅលេងប្រទេសជប៉ុនទាំងអស់គ្នាសំខាន់ណាចូលរួមកាន់ពណ៌ Expo 2025ទៀតដែរនៅដើមខែ7ហ្នឹងហាង KYC របស់ពួកយើងមានកិត្តិយសមែនតើដែលត្រូវបានចូលរួមក្នុងកម្មវិធីបើកពលិជាតិកម្ពុជាដែលក្នុងហ្នឹងមានការចូលរួមមានថ្នាក់ដឹកនាំធំដែលមកពីប្រទេសកម្ពុជារបស់យើងនិងប្រទេសជប៉ុនផងដែរមិនតែប៉ុណ្ណោះបងវិជាពលរដ្ឋខ្មែររបស់យើងដែលនៅក្នុងប្រទេសជប៉ុនទាំងនៅរៀនទាំងធ្វើការក៏បានចូលរួមក្នុងកម្មវិធីហ្នឹងផងដែរនៅក្នុងកម្មវិធីហ្នឹងគឺយើងមាន show ច្រើនណាស់ទាក់ទងនឹងខ្មែរដូចជាបាំជូនពរខោខោរបាំកង្កោនិងរបាំផ្សេងៗទៀតជាច្រើនពួកយើងពិតជាមានមោទនភាពមែនទែនដែលបានឃើញការសម្ដែង show ដែលបង្ហាញពីអត្តសញ្ញាណខ្មែររបស់យើងនៅលើឆាកអន្តរជាតិពួកពិព័រណ៍ World Expo មួយនេះគឺជាពិព័រណ៍មួយដែលធំដែលគេតែងតែធ្វើឡើងជារៀងរាល់5ឆ្នាំម្ដងដែលកាលពី5ឆ្នាំមុនគឺគេធ្វើនៅឌូបៃហើយ5ឆ្នាំក្រោយដែលជាឆ្នាំនេះគឺគេធ្វើឡើងនៅប្រទេសជប៉ុននៅទីក្រុងអូសាកាហើយបងមានដឹងអត់ KYC របស់យើងក៏មានវត្តមានការដាក់លក់នឹងតាំងពិព័រណ៍នៅនឹងដែរពួកយើងពិតជារំភើបមែនតើដែលឯកលារបស់ពួកយើងធ្វើបានមានការគ្រប់គ្រងទាំងក្នុងស្រុកនិងក្រៅស្រុកហើយឥឡូវពួកយើងមានវត្តមាននៅក្នុងពិព័រណ៍ដ៏ធំមួយនេះសម្រាប់ពិព័រណ៍ World Expo 2025នេះមានរយៈពេល6ខែហើយនឹងបញ្ចប់ទៅនៅក្នុងខែ10ខែតុលាយើងនេះអរគុណច្រើនបងសម្រាប់ការមើលវីដេអូនេះដល់ចប់ជួបគ្នាវីដេអូក្រោយ